ខ្ញុំមកបង្ហាញមុខយុរដ្ឋមន្ត្រីថៃទាំង4នេះឲ្យបងប្អូនឃើញបងប្អូនណាចានេះយុរដ្ឋមន្ត្រីថៃទី1នេះទី2ខាងក្រោមនេះទី3នេះទី4បងប្អូនណាមើលដៃខ្ញុំមើលតាមដៃខ្ញុំច្អល់បងប្អូនចាប៉ែនេះទី4ហើយហ្នឹងហើយបងប្អូនអានេះសិតតែយុរដ្ឋមន្ត្រីថៃហើយយុរដ្ឋមន្ត្រីថៃហ្នឹងគឺគេមានតួនាទីខុសគ្នាបងប្អូនចានេះអានេះសិតតែអក្សរដែលខ្ញុំបានដាក់ឲ្យបងប្អូនមើលចាំបងប្អូនមើលឲ្យកាត់គូតាមជាក់ស្ដែងចាមិនចេះតែនិយាយណាបងប្អូនជាក់ស្ដែងចឹងមែនណាយុរដ្ឋមន្ត្រីថៃយុរដ្ឋមន្ត្រីគេតាមប្រទេសនីមួយៗគេដឹកនាំប្រទេសឲ្យតែគេមកកាន់កាប់ប្រទេសជាតិគេកាន់តែរីកចម្រើនគេរបៀបថាអភិវឌ្ឍគ្រប់វិស័យអីចឹងណាបងប្អូនវិស័យណាក៏ដើរវិស័យណាក៏ដើរប៉ុន្តែខ្ញុំឆ្កល់តែនាយករដ្ឋមន្ត្រីថៃដូរឡើង4នាយករដ្ឋមន្ត្រីឲ្យបងប្អូនចាឲ្យចង់និយាយថាដូរមួយអាណត្តិណានិយាយពីថាមានរឿងមិនចេះឈប់មិនចេះឈរហ្មងខ្ញុំចាំចំណាំមើលចឹងបងប្អូនការយប៉ែនេះបងប្អូននេះយប៉ែដែលខ្ញុំច្អល់នេះគាត់ជានាយករដ្ឋមន្ត្រីថៃទី1ការគាត់មកកាន់កាប់ហ្នឹងគឺទឹកចំនួនបងប្អូនចានិយាយពីថាលុចឯងទឹកចំនួនផងបាក់ដីផងភ្លៀងមកស្រុតឯងសោះថាលុចប្រទេសថៃទាំងមូលហ្មងយប៉ែនេះសាហាវណាបងប្អូនចានាំគ្រូចង្រៃទឹកចំនួនមកការគាត់កាន់កាប់ប្រទេសទី1ដល់ពេលចូលមកតានេះថាក់ស៊ីនបងប្អូនចាគាត់គឺជានាយករដ្ឋមន្ត្រីថៃទី2បងប្អូនដល់ពេលមកចំនួនគាត់មកកាន់កាប់ហ្នឹងធ្វើជានាយករដ្ឋមន្ត្រីហ្នឹងគឺគាត់នាំកូវីដចូលស្រុកបងប្អូនចានិយាយពីថាកូវីដវាយលោកប្រទេសថៃចង់ខ្លាំងជាងប្រទេសខ្មែរទៅបងប្អូនហើយថៃស្លាប់ផងកោតកូវីដផងកោតជំងឺអីអូយចង់និយាយថាតានេះអ្នកនាំជំងឺហ្មងបើនិយាយពីជំងឺចម្លែកហើយជំងឺកែសាហាវអីគឺតានេះហ្នឹងហើយអ្នកនាំគាត់គឺជានាយករដ្ឋមន្ត្រីថៃទី2ចូលដល់នាយករដ្ឋមន្ត្រីថៃទី3នេះថៃថងថាងស៊ីនវត្រាកូនថាក់ស៊ីនបងប្អូនចាការគាត់នៅកាន់កាត់ធ្វើជានាយករដ្ឋមន្ត្រីហ្នឹងគឺគាត់នាំគ្រោះរំជួយដីបងប្អូនពេលនងរំជួយដីឡើងប្រមាណរិចតើបងប្អូនចាហើយបាក់គៀបាក់អីស្រុតបាក់វត្តបាក់អីអូនិយាយពីថាភ្លៀងមកហើយហូបបាក់ទឹកបាក់ដីសាហាវមែនតើហើយពេលហ្នឹងយើងនាំគ្នា pray for Thailand យើងនាំគ្នាអាណិតយើងនាំគ្នាស្អីគេលុយថាជួយអធិដ្ឋានជួយអីចឹងទៅតែដល់ពេលមានណាបកមកខាំឯងវិញឡើងសាហាវមីក្មេងតូចហ្នឹងហើយនាយករដ្ឋមន្ត្រីថៃទី3ការគាត់កាន់កាប់ហ្នឹងមុខជំនាញរបស់គាត់ហ្នឹងគឺនាំគ្រោះរំជួយដីចូលមកស្រុកបងប្អូនចានេះនាយករដ្ឋមន្ត្រីថៃទី4បងប្អូននេះនាយករដ្ឋមន្ត្រីថៃទី4ណាដល់ពេលដែលគាត់ចូលមកកាន់កាប់ហ្នឹងគ្រាន់តែចូលមកកាន់កាប់តបានប្រមាណនេះបងប្អូនមកចូលមកកាន់តំណែងតបានប្រមាណនេះណាគឺធរណីស្រូបដីហ្នឹងហើយបាក់ដីបាក់អីជំរឿហើយបាក់នៅបាងកកទៀតណាបងប្អូនគ្រាន់តែរណ្ដៅហ្នឹងជំរឿចូល50ម៉ែត្រហ្នឹងហើយចាហៅមែនតើហ្មងបងប្អូននាយករដ្ឋមន្ត្រីថៃគេទាំង4នាក់ហ្នឹងដូចអត់មានចម្រុងចម្រើនទេសោះចម្រុងចម្រើនដែរគេចេះអភិវឌ្ឍប្រទេសគេចេះអភិវឌ្ឍអីចឹងណាប៉ុន្តែអភិវឌ្ឍប៉ុណ្ណាទៅវិញក៏ប៉ុណ្្នឹងដែរបងប្អូននិយាយពីថាពួកគាត់នេះនាំគ្នាចែកឋានៈគ្នានាំគ្នាចែកទូរនីតិគ្នាដាច់ណាស់បងប្អូនហើយនិយាយពីថាបើសិនជាយើងនិយាយទៅនាំចង្រៃចូលមកសុកទេហ្មងសាហាវថាមួយទៅដឹកនាំទៅវាទឹកចំនួនណាដល់ពេលហើយដឹកនាំកើតចូលដល់អ្នកទី2ដល់ពេលអ្នកទី2នេះនាំកូវីដនាំជំងឺនាំអីមកឯងអុកលុកឲ្យឡើងពេញប្រទេសដល់ពេលដឹកនាំអត់កើតចូលទៅអ្នកទី3ដល់ពេលអ្នកទី3នេះនាំគ្រោះរំជួយដីបាក់គៀបាក់អីសាហាវឲ្យឡើងពេញហ្នឹងហ្មងបងប្អូនចាឲ្យឡើងពុកវពេញប្រទេសហ្មងដល់ពេលដឹកនាំអត់កើតចូលអ្នកទី4ដូរមកអ្នកទី4ទៀតណាបងប្អូនគាត់ទៅនាយករដ្ឋមន្ត្រីគេហ្នឹងដូរដូចស៊ីបាយដូរខោលីអូអញ្ចឹងហ្នឹងហើយដល់ពេលចូលមកអ្នកទី4នេះខ្លាំងធ្ងន់ធ្ងរជាងអ្នកមុនទៀតបងប្អូនចាលេងបាក់ដូចធរណីសូមហ្មងបងប្អូនខ្ញុំឆ្ងល់ដែរចឹងបានថាចម្រើននាយករដ្ឋមន្ត្រីថៃទី5ហ្នឹងវអាបាំងកកហ្នឹងវាលាយនៅក្រោមទឹកហ្មងបងប្អូនអានេះខ្ញុំគ្រាន់តែម៉ែមើលប្រមាមើលណាតែបើថាដូចមាត់ខ្ញុំមែនហ្នឹងអាហ្នឹងក៏តាមនឹងចោះធ្វើម៉េចបើរបៀបថាវាសនាប្រទេសថៃកើតមកវាបានតែប៉ុណ្្នឹងឥឡូវធននីសូគ្រាន់តែរណ្ដៅហ្នឹងជំរឿ50ម៉ែត្របងប្អូនចាជ្រៅដែរហើយបាក់ដីបាក់អីនៅបន្ទាប់បាក់គៀបាក់អីអាលុំអីឡើងពេញហ្នឹងតែម្ដងអញសាធុងអញសឹងតែថាអង្គុយផ្ទះដៃឲ្យឆាប់អាលាយហ្មងអាហ្នឹងឯងបំពេញលើខ្មែរណាដឹងថាខ្មែរប៉ះអាលៀកឲ្យនៅតែខំបំពេញបាននៅតែបំពេញបាននៅតែមិនឈប់ទេថៃគឺនៅតែប៉ុណ្្នឹងបងប្អូនហើយនិយាយពីថាតិចទៀតហ្នឹងអាលុំអាលាយពេញហ្នឹងទៀតហើយយើងនៅចាំមើលប្រទេសថៃទាំងអស់គ្នាបងប្អូនណាចាចង់ដឹងថាតើវាសនាប្រទេសថៃហ្នឹងទៅខាងមុខទេវាទៅជាយ៉ាងណាបងប្អូនយើងកុំរត់ចោលគ្នាបងប្អូនណាចាត្រូវតែនាំគ្នាតាមដានទស្សនាភាពបន្តព្រោះដោយសារតែនៅមានភាពល្អច្រើននៅចាំមើលទៀតបងប្អូន